សួរថាអ្នកណាមិនអត់ចិត្តអ្នកណាមិនឈឺអ្នកណាមិនខឹងអ្នកគ្នាបើសិនជាអ្នកនរគ្នាជាទូអង្គក្នុងរឿងនេះមកទស្សនវិជ្ជាពេលដែលឃើញប្រពន្ធខ្លួនឯងចុះមកពីលើផ្ទះជាមួយអ្នកដទៃដូចជាហេឆាយ៉ាងទស្សនវិជ្ជាកំពុងតែបិទលើអាវហើយចុះមកពីលើផ្ទះតែហត់ថំអញ្ចឹងអ្នកនរគ្នាខឹងអត់បើខ្ញុំជាហៀមកមិញណាគឺខ្ញុំអត់ទុកឲ្យអ្នកគ្នានិយាយមែនបើសិនជាខ្ញុំជាទូអង្គហ្នឹងប៉ុន្តែសំណាងហើយដោយសារទូអង្គនេះមកគឺស្លូតខ្លាំងមែនតើចាសុខចិត្តបានត្រឹមតែផ្លេចកំហំចង់យកភាសាវារត់ចិត្តពេកមិននឹកស្មានថាប្រពន្ធខ្លួនឯងធ្វើអញ្ចឹងប៉ុន្តែខ្ញុំសរសើរខ្លាំងមែនតើតើតជាមួយនឹងទូអង្គនិយាយសអ្នកនរគ្នាគឺគាត់បាននិយាយខ្លាំងម៉ាំងទៅកាន់ទូអង្គនេះឆាយថាឯងក្បត់ឬក៏ឯងជាសហายស្មន់ជាមួយនឹងប្រពន្ធគេមែនថាអត់ថាប់សារភាពមកអញ្ចឹងទៅពេលហ្នឹងគឺហេឆាយហ្នឹងហែងចង់ភ័យដែរចង់កូនដែរអ្នកគ្នាស្អីគេចាប់បានចំណុចចុះអញ្ចឹងទៅក៏និមោកហ្នឹងគេថាជាបងមិនដឹងគាត់ទេមិនរករឿងគាត់ទេឲ្យគាត់ទៅហើយសំខាន់គឺទូអង្គចន្ទ្រាខឹងប្តីខ្លាំងមែនតើថាអីបានជាញោមគ្នាមកច្រើនម៉េះហើយទាំងតែដឹងហើយថាប្តីខ្លួនឯងអត់ស្រួលទេបើខំមកប្តីទៅធ្វើការដល់ពេលគេយកប្តីមកអត់ទេហើយហ្នឹងក៏អត់មានអរគុណគេទេដល់គ្នាមានតែខឹងគេលើដើមចាំមើលដល់គ្នាសម្រាប់ភាពបន្ទាប់វិញណានៅពេលដែលហេឆាយគាត់ចង់ប្រតិតំណជាមួយចន្ទ្រាអត់ចង់មកវិវល់មួយចន្ទ្រាអញ្ចឹងណាប៉ុន្តែបែរជាចន្ទ្រានេះកំពុងតែចាត់ការជាមួយនឹងហេឆាយវិញម្ដងគាត់ថាកុំលេងសើចជាមួយចន្ទ្រាគឺមិនធម្មតាទេមិនសិនជាហេឆាយមិនមករកគាត់ទេគឺគាត់ទៅរកហេឆាយវិញហើយព្រោះដោយសារហេឆាយសន្យាថាធ្វើផ្ទះវិឡាគាត់3ជាន់ឬក៏2ជាន់ហើយសំខាន់យាយក៏ចឹងដែរអ្នកគ្នាគឺយាយហ្នឹងគឺកាន់ជើងទៅកាន់ចៅហ្នឹងខ្លាំងមែនតើចង់ឲ្យចៅហ្នឹងទៅតាក់ទងជាមួយហេឆាយធ្វើមិនឲ្យលួងឲ្យហេឆាយហ្នឹងជួយធ្វើផ្ទះជួយធ្វើវិឡាឲ្យទៀតតែអ្នកគ្នាចង់ដឹងវីដេអូហ្នឹងមិនទៀតទេហើយអ្នកគ្នាចង់ដឹងថាតើហេឆាយហើយនឹងចន្ទ្រាមានអ្នកគេខមមិនជេរខ្លះអ្នកគ្នាតើទៅមើលខមមិនជាមួយខ្ញុំទាំងអស់គ្នាដឹងតែ reaction ល្អមកខ្លាំងមែនតើហើយត្រៀមឲ្យទៅហេឆាយហើយនឹងចន្ទ្រាបដាក់ដល់តាណាមកណាអីគឺប្រយ័ត្នតែ fan គាត់ខឹងឬក៏អីចឹងណាអ្នកគ្នាតើចឹងដោយសារភាគទី6អត់តចេញឥឡូវយើងទៅមើលខមមិនលេងសិនថាតើហេឆាយហើយនឹងចន្ទ្រាមានអ្នកគេខឹងស្អប់ខ្លាំងអ្នកគ្នាស្រួលសំខាន់បើខមមិនមកណាបើឆាកដំបូងនេះគឺគេខឹងទៅលើយាយតែម្ដងយាយហ្នឹងគឺឥឡូវក៏ដាក់ថាធ្វើមេដាឲ្យចៅហើយនឹងហេឆាយចឹងអ្នកគ្នាគេថាយាយហ្នឹងក៏ចឹងដែរអញអើយខឹងហ្មងហើយសួរថាអង្កលណាហេឆាយហ្នឹងបែកក្បាលចង់និយាយថាវគ្គមុនបែកមាត់ហើយយ៉ាត់វគ្គក្រោយបែកក្បាលហេឆាយហើយមួយទៀតដល់គ្នាគេថាជាអនិតទូអង្គតែជើមទេឈឺតាមផ្លែសអត់ដឹងរឿងគេដល់ណាដល់ណីទៅសើហ្មងជើមអីបន្តិចចង់ដឹងរឿងគេអីតិចចង់ដឹងរឿងគេហើយអ្នកខ្លះគេថាជាបើបានប៉ុនចឹងអីដូចប្រពន្ធហៀមុខអីហ្នឹងគឺក៏ទាលុយបណ្ណាការវិញហ្មងអ្នកគ្នានិយាយទៅនៅក្រៅវាឯងមានអញ្ចឹងមែនតើប្រពន្ធទៅហៀមុខគេឡើងទៅដល់ផ្ទះចឹងអីនិយាយមែនអ្នកគ្នាពេលអត្តភាពឃើញបែបហ្នឹងអ្នកគ្នាគឺរន្ធត់ខ្លាំងមែនតើឃើញប្រពន្ធខ្លួនឯងហើយអ្នកដតីមកចុះទៅលើផ្ទះមួយប្រពន្ធខ្លួនឯងចឹងហើយគេថាជានេះនិយាយទៅវគ្គនេះគឺគេស្រឡាញ់និយាយតែអភៈទី5ណាគឺគេស្រឡាញ់ទូអង្គហេសងខ្លាំងមែនតើដោយសារបង្សហ្នឹងគឺគាត់បានដាក់មួយម៉ាត់ទៅធ្វើឲ្យហេឆាយនេះចុកចាប់ដល់អ្នកគ្នាហើយសំខាន់គឺបានដាក់បណ្ដាយទៅគឺវគ្គហ្នឹងគឺគេគ្រប់គ្រងបងសហ្នឹងពេញទំហឹងតែម្ដង